បើបងប្អូនទាំងអស់គ្នាខកខានសម្រាប់ជើងឡានក្រុងឬក៏ជើងយន្តហោះពេលខ្លះมันមានន័យថាវាជារឿងអាក្រក់ទេវាអាចជាការសង្គ្រោះបងប្អូនពីគ្រោះថ្នាក់ពេលខ្លះទៀតបងប្អូនជួបការបដិសេធវាអាចជារឿងមួយដែលល្អវាល្អត្រង់ថាវាសង្គ្រោះបងប្អូនទាំងអស់គ្នាពីចវាយឬមេដែលគ្មានមេត្តាមេដែលមិនមានព្រហ្មវិហារធម៌ជាដើមដូច្នេះនៅពេលដែលបងប្អូនខកខានមិនបានធ្វើរឿងអីមួយឬទទួលបានការបដិសេធវាមិនប្រកាសថាជារឿងអាក្រក់នោះទេពេលខ្លះបងប្អូនត្រូវជឿជាក់ទៅលើអាផ្លូវវៀងវាមិនប្រកាសថាផ្លូវត្រង់ដឹងតែល្អរហូតទេពេលខ្លះអាផ្លូវវៀងហ្នឹងវាជួយសង្គ្រោះយើងហើយនៅក្នុងជីវិតមួយនេះចក្រវាលហាក់បីដូចជាជួយយើងនៅក្នុងរូបភាពដែលធ្វើឲ្យយើងមើលទៅខកចិត្តឬធ្វើឲ្យបងប្អូនមានអារម្មណ៍ថាខូចចិត្តបាក់ទឹកចិត្តជាដើមតែនោះគឺជារបៀបដែលធម្មជាតិត្រូវតែធ្វើដើម្បីជួយឬការពារបងប្អូនទាំងអស់គ្នាអរគុណបងប្អូនជម្រាបលា